ស្ដាប់ឲ្យចប់គូនេះប្រកាសជាសងសឹក1លានភាគរយបើសងសឹកម្ដងនេះតើបងប្អូនចង់ដាក់ប៉ុន្មានទឹកដែរថាតើចម្រើនគុណខ្មែររបស់យើងនឹងអាចស៊ូជាមួយតៃម៉ូបានប៉ុន្មានទឹកដែរបើយើងតាមមើលការប្រកួតចំនួន3ទឹកហើយបើដូចជាតៃម៉ូមិនទាន់អស់ចិត្តសោះប្រិមិត្តអាចមើលរូបភាពនេះបានគឺតៃម៉ូបានយំសស្រាក់សស្រាំនៅមុខឪពុកយ៉ាងខ្លាំងមែនទែនបន្ទាប់ពីបរាជ័យការប្រកួតជាមួយកីឡាករចម្រើនគុណខ្មែរដែលប្រវត្តិនៃការប្រកួតទៀតសោតគឺធ្លាប់ឈ្នះទៅលើកីឡាករគុណខ្មែរយើងសតជាកីឡាករលំដាប់ជួរមុខតែម្ដងប្រិមិត្តអញ្ចឹងគូនេះប្រិមិត្តដែលនិយមតាមដាននៅក្នុងបណ្ដាញសង្គម fan គុណខ្មែរតែម្ដងបាទមិនយើងកាន់ជើងខាងទេពុជចង់ឲ្យសងសឹកខ្លាំងមែនទែនដោយសារតែគូនេះយើងវា3ទឹកបើសិនជា5ទឹកនោះមិនដឹងថាពេញលេងយ៉ាងណាទេដោយសារតែការប្រកួតទៀតសោតយើងមើលទៅពិតជាមិនធម្មតាតែម៉ូស៊ូនៅពេញទំហឹងសូម្បីតែចម្រើនគុណខ្មែរយើងក៏នៅស៊ូពេញទំហឹងដែរបើសិនជា5ទឹកនោះមិនដឹងថាពេញលេងយ៉ាងណាទេអញ្ចឹងប្រិមិត្តដែលនិយមតាមដាននៅក្នុងបណ្ដាញសង្គមអាចខមមិនតាមប្រកួតនៅខាងក្រោមវីដេអូថាតើប្រិមិត្តមានមតិយោបល់យ៉ាងម៉េចអញ្ចឹងឲ្យមានសំលើងចំណុចខ្លាំងតៃម៉ូតែម្ដងតៃម៉ូគឺជាប្រភេទកីឡាករមួយដែលជាប្រភេទកីឡាករដែលយើងលំបាកនឹងប្រកួតជាមួយមែនទែនដោយសារតែគេធ្លាប់ប្រកួតឈ្នះកីឡាករជើងខ្លាំងយើងគីឡូហុកប្រិមិត្តដឹងហើយបាទវ៉ាន់ថងសងសឹកបាទម្ដងចាញ់លើកទី1ក៏ចាញ់សងសឹកលើកទី2ក៏ចាញ់ហើយពេលសម្រាប់ជួបម្ដងបាទលើកទី1គឺបាទតៃម៉ូបានចេញជួរក្រហមក៏បានបញ្ឈប់ការប្រកួតហើយសងតៃម៉ូសងសឹកទឹកលើកទី2នៅឯប្រទេសជប៉ុនយើងក៏ចាញ់គេវិញអញ្ចឹងពេលសម្រាប់នៅមានមន្ទិលសង្ស័យអាចនឹងសងសឹកថ្ងៃណាមួយក៏អាចថាបានចំណងគុណខ្មែរយើងចែកដាច់គាត់ឈ្នះហើយអញ្ចឹងអ្នកដែលធ្វើសងសឹកតៃម៉ូគឺមាននៅច្រើនទីប្រិមិត្តបាទកីឡាករគុណខ្មែរយ៉ាងស្បចាញ់តៃម៉ូប្រិមិត្តដឹងណាខ្លះនោះជាពិសេស fan ដែលនិយមតាមដាននៅក្នុងបណ្ដាញសង្គម fan គុណខ្មែរគាត់ជិះដឹងច្បាស់បងប្អូនអាច comment ចែកគ្នាដឹងផងបាទនៅខាងក្រោមវីដេអូអញ្ចឹងឲ្យមានសំលើកដូចជាកីឡាករបាទពេលសម្បត្តិប្រកាសជាទៅសងសឹកតៃម៉ូ 100% ហើយតៃម៉ូក៏ត្រូវសងសឹកជាមួយនឹងចម្រើនគុណខ្មែរយើង1លានភាគរយដូចគ្នាហើយយើងដឹងច្បាស់ហើយការសងសឹកប្រកាសជានៅទឹកដីជប៉ុន1លានភាគរយមិនឆ្ងល់ទេលើកទី1គឺពេជ្រសម្បត្តិធ្វើឲ្យតៃម៉ូបបងការប្រកួតចេញជាប់ក្រហមហើយកីឡាករតៃម៉ូក៏បានសងសឹកជាមួយកីឡាករពេជ្រសម្បត្តិនៅលើទឹកដីជប៉ុនតែម្ដងប្រិមិត្តអញ្ចឹងយើងមិនต้องដឹងថាថេរវេលាដែលគេសុំសងសឹកយើងនោះនៅពេលណាហើយក៏យើងមិនต้องដឹងថាតៃម៉ូនឹងសុំសងសឹកដែរតែជិះបំផុតពីការសងសឹកជាមួយនឹងចម្រើនគុណខ្មែរទេដោយសារតែយើងមានគំរូជាមួយនឹងពេជ្រសម្បត្តិម្ដងហើយនោះគឺសុំសងសឹកបាទអញ្ចឹងគូនេះនឹងត្រូវលេងទៅភ្លៀងភាសាទៀតប្រិមិត្តទាំងអស់គ្នាហើយប្រិមិត្តបើសិនជាជួបម្ដងនេះអាចប្រហែលជា5ទឹកយ៉ាងណាប្រិមិត្តបាទគូនេះបាទហើយបើតាមមើលការប្រកួតគឺតៃម៉ូសម្រុកចម្រើនគុណខ្មែរក៏សម្រុកហើយមានមើលចំណុចខ្លាំងរបស់ចម្រើនគុណខ្មែរយើងបាទពិតជាមិនធម្មតាការប្រកួតគាត់ទៀតសោះយើងមើលទៅដូចជាបាទមិនសូវពេញដូចយប់ថ្ងៃជាមួយតៃម៉ូទេប្រិមិត្តអើយបាទទាត់កាត់ឡើងផឹងប្រិមិត្តទាំងអស់គ្នាជើងរន្ទះចេញមកផឹងទាត់3 4ជើងចំដៃតៃម៉ូចង់ទម្លាក់ដៃប្រិមិត្តអញ្ចឹងមិនមែនលំទេចម្រើនគុណខ្មែរយើងពិតជាធន់ខ្លាំងតែមែនតើអញ្ចឹងឲ្យថាកីឡាករគុណខ្មែរយើងដែលធ្លាប់ចាញ់តៃម៉ូប្រកាសជាលួចខ្សឹបគ្នាដាក់តិចឬយ៉ាងណាយ៉ាងណីហើយប្រកាសជាកំពុងតែនិយាយដើមបាទចម្រើនគុណខ្មែរយើងហើយនិយាយដើមយ៉ាងម៉េចគឺនិយាយដើមរឿងល្អសរសើរថាចម្រើនគុណខ្មែរយើងអាចធ្វើបានដល់កម្រិតមួយនេះធ្វើឲ្យ fan គុណខ្មែរពិតជាបាទទទួលយកភ្លុកទឹកភ្លុកដីសូម្បីតែ admin មុននឹងការប្រកួតសូម្បីតែ admin ផ្ទាល់ក៏បានទាយខុសដែរហើយក៏បានចាញ់គេបាទអស់មួយយូរដែររឿងចម្រើនគុណខ្មែរនឹងតៃម៉ូនេះបាទដោយសារតែយើងគិតថាតៃម៉ូឈ្នះច្រើនប្រកួតហើយប្រកាសជាតៃម៉ូទៀតហើយចុងក្រោយស្ពៃទាំងអស់គ្នាទាយខុសមួយប្រទេសតែម្ដងរឿងតៃម៉ូឈ្នះចុងក្រោយបាទគឺតែវតែម្ដងគឺចម្រើនគុណខ្មែរជាអ្នកឈ្នះសោះអ្នកដែលទាយខុសអាច comment នៅខាងក្រោមវីដេអូមើលថាតើប្រិមិត្តទាយខុសប្រហែលអ្នកដែរអរគុណជួបគ្នានៅវីដេអូក្រោយ